Bạn cònថ្ងៃនេះយើងមកនិយាយពីការចិញ្ចឹមបែបស្រុកស្រែចម្ការម្ដងបងប្អូនចិញ្ចឹមគោណាបងប្អូនជាទូទៅរដូវនេះគឺជារដូវវស្សាអញ្ចឹងពេលរដូវវស្សាបងប្អូនយើងតាមស្រុកស្រែចម្ការគឺគាត់តែងតែបលែងគោឲ្យស៊ីដោយសេរីបងប្អូនប៉ុន្តែដោយសេរីហ្នឹងគាត់មើលដែរតំបន់ខ្លះគឺវាអត់មានដំណាំវាហ្នឹងទើបគាត់បលែងឲ្យស៊ីដោយសេរីបងប្អូនប៉ុន្តែបើមានដំណាំអាហ្នឹងគាត់អត់ហ៊ានបលែងទេបងប្អូនព្រោះរដូវនេះវារដូវច្រូតកាត់ប្រមូលផលអស់អញ្ចឹងតំបន់ខ្លះគឺគេលែងធ្វើស្រែបងប្អូនអញ្ចឹងអឺបងប្អូនអ្នកចិញ្ចឹមគឺគាត់មានឱកាសបលែងគោឲ្យស៊ីដោយសេរីបានហើយចំតំបន់ខ្លះទៀតគឺរដូវគាត់ធ្វើស្រែគាត់ធ្វើរហូតដល់2-3ដងអញ្ចឹងការលេងគោអត់បានទេតែនៅប៉ែកខាងនេះគេបលែងបានដោយសារតែវាជាគេធ្វើតែមួយរដូវបងប្អូនអញ្ចឹងគោសបោស្មៅស៊ីដែររដូវនេះបងប្អូនហើយលក្ខណៈការចិញ្ចឹមគោនេះវាពឹងផ្អែកទៅលើគោដែលបលែងឲ្យដើរស៊ីស្មៅតាមស្រែចាស់ឬព្រៃរំបាស់ទួលឬតាមភ្លឺស្រែអីចឹងណាបងប្អូនអញ្ចឹងពេលខ្លះអញ្ចឹងការចិញ្ចឹមគោបែបលក្ខណៈស្រុកស្រែចម្ការគឺវាចំណាយដើមទុនតិចបងប្អូនហើយមិនសូវអស់លុយទិញចំណីសម្រាប់ឲ្យគោស៊ីទេបងប្អូនអញ្ចឹងយើងពឹងផ្អែកទៅលើស្មៅធម្មជាតិនិងកាកសំណល់កសិកម្មដែលយើងប្រមូលផលបានដូចជាចម្បើងអញ្ចឹងបងប្អូនអញ្ចឹងយើងមានផលចំណេញច្រើនអញ្ចឹងបងប្អូនហើយសម្រាប់ពីមុខគោយើងសម្រាប់យកមកដាក់ស្រែចម្ការដែរហើយវាជាជីធម្មជាតិសម្រាប់យើងធ្វើស្រូវធ្វើឬក៏ដំណាំអីផ្សេងវាមានផលចំណេញអញ្ចឹងដែរបងប្អូនអញ្ចឹងបានវាមានន័យថាការចិញ្ចឹមបែបលក្ខណៈស្រុកស្រែចម្ការឬក៏បែបលក្ខណៈគ្រួសារបែបនេះគឺវាមានផលចំណេញច្រើនជាងលក្ខណៈនៅក្នុងកសិដ្ឋានធំបើសិនជាបងប្អូនគាត់មានដើមទុនច្រើនគាត់ចិញ្ចឹមបែបកសិដ្ឋានគួរបានដែរប៉ុន្តែយើងត្រូវការដើមទុនអានោះព្រោះដោយសារពេលខ្លះយើងអត់អាចគោច្រើនយើងមិនអាចប្រឡែងពីការអញ្ចឹងបានទេបងប្អូននៅក្នុងកសិដ្ឋានគឺត្រូវមានចំណីយើងត្រូវឲ្យវាស៊ីចំណីស៊ីអីចឹងបងប្អូនយើងអត់អាចស៊ីប្រឡែងចោលបានទេព្រោះគោច្រើនពិបាកក្នុងការគ្រប់គ្រងបងប្អូនអញ្ចឹងវាផលពីហ្នឹងវាខុសពីគ្នាបងប្អូនអញ្ចឹងមួយយើងចិញ្ចឹមលក្ខណៈគ្រួសារយើងអត់សូវចំណាយច្រើនដូចចិញ្ចឹមនៅក្នុងកសិដ្ឋានទេបងប្អូន